ជ្រក់ជាជ្រូករបស់យើងហ្នឹងធ្វើគ្រឿងខ្លួនឯងអូយឆ្ងាញ់បងប្អូននៅឡើងឈ្ងុយហើយនិយាយថាទៅជាជ្រូករបស់យើងហ្នឹងស្រួលច្រាប់គ្រឿងស៊ីឈွန်នេះมันជាពិបាកធ្វើទេឲ្យតែថាយើងស្គាល់គ្រឿងវាប្រហែលមុខហ្នឹងណាចង់លាយធ្វើទៅជាជ្រូកអង្ចេះចង់លាយធ្វើដុំស៊ុបហ្នឹងងាយស្រួលហ្មងបងប្អូនចូលចិត្តញ៉ាំចឹងអីចាំមើលវីដេអូនេះទៅចង់ធ្វើញ៉ាំក៏បានធ្វើលក់ក៏បានដែរព្រោះគ្រឿងរបស់យើងធ្វើខ្លួនឯងចាស់អត់សូវអស់ថ្លៃដើមច្រើនទេទៅជាជ្រូកយកមកដល់យើងស្ងោរវាឆ្អិនសិនហើយស្ងោរឆ្អិននេះមិនថាឲ្យឆ្អិនផុយឥឡេះលួយបងប្អូនត្រឹមតែពីមកឆ្អិនផុយញ៉ាំបានណាគ្រឿងចិនដែលយើងយកធ្វើមានប្រហែលមុខហ្នឹងបងប្អូនចាំថតទៅក្នុងនោះមានក្របហាលណាយើងយកវាមកដល់ដំវាសិនហើយចាំយកទៅលីងចង់ធ្វើឲ្យវាមានក្លិនឈ្ងុយហ្មងបងប្អូនកុំប្រើផ្កាច័ន្ទជាមួយនឹងឈើអែមច្រើនពេកយើងដាក់តែបន្តិចបានហើយតែកាលណាយើងប្រើផ្កាច័ន្ទមួយឈើអែមនឹងច្រើនពេកទៅវាបែកក្លិនអត់ឈ្ងុយទេហើយគ្រឿងទាំងអស់នេះយកវាមកលីងឲ្យឈ្ងុយចាស់ហើយនេះដួសមកកដប់ដួសបន្តិចទៅយកមកស្ងោរជាមួយនឹងត្រចៀកជ្រូករបស់យើងដើម្បីឲ្យសាច់ត្រចៀកជ្រូកហ្នឹងវាងុំក្លិននងកាន់តែខ្លាំងហើយនិយាយពីថាបងប្អូនចង់បានគ្រឿងស៊ីឈွန်ក្រៅដាក់តែត្រចៀកជ្រូកចេះហើយយកទៅញ៉ាំជាមួយទឹកត្រីបុកយើងធម្មតាក៏ឆ្ងាញ់ដែរពេលដែលស្ងោរយើងបងរសជាតិចូលខ្លះទឹកឲ្យវាមានជាតិនៅក្នុងហ្នឹងដាក់ស្ងោរប្រហែលជាកន្លះម៉ោងអីហ្នឹងឆ្អិនហើយចន្លោះពេលនេះមកប៉ៅសិនបានកូនយូនីកូមួយនេះជីឆ្វាញ់ពេញហ្នឹងបងប្អូនមកហាងបានរបស់កូនក្មេងលេងពេញផ្ទះហ្នឹងគឺសិតតែទិញខោតំណូមបានដែរបងប្អូនតែថាចំណាយទិញក្រៅទេខោតំណូមយូនីកូនេះស្ដើងទុនងាយស្រួលបាត់បានគ្រប់ចលនាធ្វើមកពីសាច់កបាសតុនមិនហប់ស្រូបទឹកបានលឿនឆាប់ស្ងួតប្រើយូរយ៉ាងក្រដោក៏រលល្មមស្បែកដែរវាមានសន្ទប់ការពាររហូតដល់2ជាន់អត់ភីក្លិននិងហៀតទឹកចេញមកក្រៅទេអូនស្លៀកខោរត់លេង5ថ្ងៃបាច់ញើខ្លះគេទៅអត់ដែលមានថារលស្បែករអីបងប្អូនស្រួលមែនតើខោតដុំយូនីកូល្អប្រើហើយជួយសន្សំចៃម៉ាក់បានឡើងច្រើនបើកដាសាមយូនីកូវិញបងប្អូនមានកម្រិតជាតិទឹករហូតដល់ 99.9% ក្លិនគេក៏អូបស្រាលកាត់បន្ថយក្លិនមិនល្អហើយថែមទាំងសម្អាតស្បែកនិងកន្លែងប្រឡាក់បានយ៉ាងឆាប់រហ័សហ្មងក្នុងនោះមានវីតាមីន E ការពាររលាកថែមទាំងការពារមេរោគទៀតមានរហូតដល់3ក្លិនខុសៗគ្នាសម្រាប់បងប្អូនជ្រើសរើសប្រើបានគ្រប់វ័យគ្រប់ទីកន្លែងតែម្ដងកដាសាមយូនីកូពណ៌សនេះវិញអត់មានក្លិនទេកដាសាមយូនីកូមានច្រើនជម្រើសណាស់សម្រាប់ម៉ាក់ប្រើរាល់ថ្ងៃហ្នឹងមិនថាទៅជូតឲ្យប៉ាប៉ាទេជូតមុខជូតអីខ្លួនឯងផ្ទាល់ដែរហ្នឹងមកមើលទៅជាជ្រូកស៊ីឈွန်របស់យើងវិញបងប្អូននេះងាប់ប្រហែលជាមិនស្ទុះទៅចាប់ផ្ដើមឆ្អិនហើយក្លិនគឺឈ្ងុយល្អក្លិនដែលយើងដាក់នៅងអូយគាត់ថាប៉ុណ្ណឹងហើយយកជ្រលក់ទឹកត្រីញ៉ាំធម្មតាមួយបាយក៏បានដែរចំណុចពិសេសនៃជ្រូកជាជ្រូកយើងស្ងោរវាផុយមកល្មមកុំផុយពេកកុំស្វិតពេកយើងកាត់មើលភ្លក់បន្តិចសិនទៅក៏បានដែរមកល្មមស្រួលញ៉ាំចេះហើយនេះស្រង់ចេញមកដាក់ចូលទឹកត្រជាក់ហើយលាយទឹកកកបន្តិចមកក៏បានដែរដើម្បីបញ្ចុះសីតុណ្ហភាពវាឲ្យឆាប់ត្រជាក់ខ្លាំងដល់ពេលដែលយើងយកទៅច្របល់គ្រឿងខ្លះសេវាត្រជាក់អូយនិយាយពីថាឆ្ងាញ់ណាស់ស្រួលច្របជាតិហ្មងបើនិយាយពីរឿងគ្រឿងស៊ីឈွန်របស់យើងវិញមហាសាស្រួលធ្វើហើយនេះយើងគ្រាន់តែកិនខ្ទឹមសខ្ទឹមក្រហមបំពងវាឲ្យឈ្ងុយចេះហើយចាំយើងដាក់នឹងម្ទេសឆ្អើរដែលយើងបានកិនម៉ត់ហ្នឹងបងប្អូននិយាយទៅកិនកាន់តែម៉ត់កាន់តែល្អយកវាមកឆាមួយគ្នាឲ្យឡើងពណ៌ឲ្យឡើងក្លិនឈ្ងុយចេះហើយនេះចាំយើងដាក់គ្រឿងប្រហែលមុខដែលយើងបានកិនមុនហ្នឹងមកល្មមចេះមកយើងចង់ប្រើស្ករក្រហមក៏បានស្ករឡើងសឹងក៏បានដែរភេទស្ករអស់នេះវាអត់សូវផ្អែមដល់ដាក់ជាមួយម្សៅស៊ុបមាន់បន្តិចចេះហើយយើងថែមអំបិលថែមអីបន្តិចណាបងប្អូនហើយជាពិសេសនេះយើងដាក់ទឹកបាញ់ប៉ះខ្ញុំទៅរកគ្រឿងនឹងដល់ចិនណាហើយពូលក់គ្រឿងចិនហ្នឹងគាត់ថាដាក់ទឹកបាញ់ប៉ះហ្នឹងគឺជំនួយឲ្យគ្រឿងស៊ីឈွန်ហ្នឹងឆ្ងាញ់ហ្មងចុងក្រោយគេយើងថែមម្រេចចិនឲ្យវាកាន់តែហឹរឆ្ងាញ់ហើយចាក់ទឹកជាចូលបន្តិចទៅងាស់វាមកល្មមប៉ែរបៀបថាដូចស្តៀងទឹកស៊ុបចឹងណាបងប្អូននេះត្រង់កន្លែងនេះរសជាតិខ្ញុំភ្លក់មើលជាក់ស្ដែងយកប្រៃផ្អែមមកល្មមយើងចូលចិត្តគ្រឿងមកខ្ទះហ្នឹងលាយត្រចៀកជ្រូកចង់បាន 5-10 គីឡូបងប្អូនត្រចៀកជ្រូកក៏យើងហាន់វារៀងបិទចេះមកស្រួលញ៉ាំព្រោះត្រង់កន្លែងឆ្អឹងខ្ចីហ្នឹងតែហាន់ក្រាស់ពេកពិបាកតាពីតិចហើយធ្វើតាមវិធីហ្នឹងយើងស្ងោរបានក្លិនឈ្ងុយល្អហើយរបៀបថាពណ៌វាស្អាតទៀតពណ៌លំកាឈូកហ្មងហាន់វាស្ដើងមកល្មមចេះហើយដាក់ចូលចានដែកធំមួយទៅលាយជាមួយនឹងក្រូចឆ្មាលាយជាមួយក្រូចឆ្មាខ្លះហើយនេះយើងចាក់គ្រឿងស៊ីឈွန်ដែលយើងបានលាយមុននឹងចូលមកហើយគ្រឿងនេះមិនដាក់ច្រើនពេកហ្មងទេបងប្អូនទៅយើងជ្រោកច្បល់មកល្មមជោគសាច់របស់យើងទៅបានហើយអូយតដូងណាស់ហើយឆ្ងាញ់ណាស់បងប្អូនជាតិមិនតាន់ក្លិនវាឡងប្លែករសជាតិវិញសឹងថាហឹរតែនេះបើសិនជាបងប្អូនចិត្តញ៉ាំហឹរណាម្ទេសក្រៀមហ្នឹងកិនលាខ្លះទៅបើញ៉ាំទៅហឹរត្រូវមាត់តែបើថាអ្នកអត់ចេះហឹរធ្វើតាមវិធីនេះវាឆ្ងាញ់ហ្មងវីដេអូរបស់យើងមកដល់ទីបញ្ចប់ហើយជួបគ្នាវីដេអូក្រោយទៀតជម្រាបលាបងប្អូន